នីសុខជាងញោមគមហាបាសិកាពុទ្ធសាសនិកធម្មសេមនឿនសុភុនហើយដំលោកទាវអស់លោកទាំងអស់ដោយសេចក្តីរាប់អានក្នុងពធថ្ងៃនេះខ្ញុំគណៈអាត្មាភាពក្នុងព្រះបរមនាមសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតអង្គលំហេងព្រះសង្ឃនាយកនិងជាព្រះអគ្គលេខានៃអគ្គលេខាធិការពុទ្ធិកសិក្សាជាតិនិងខ្ញុំគណៈផ្ទាល់រួមជាមួយព្រះសិរីសង្ឃាមុនីយ៉ងបសលព្រះអិនមុនីសុខសុខាព្រះមេត្តានិរៈថ្ងៃរាលនិងព្រះជាគណៈគ្រប់ព្រះអង្គដែលបានមកចូលរួមជាមួយហើយនឹងញោមគណៈអត់មានពេលណាមានពេលប្រគេននឹងជូនខ្លះប៉ុន្តែពេលខ្លីចង់និយាយខ្លីណាកុំឲ្យព្រះអង្គក្តៅពេកមិនសូវក្តៅប៉ុន្មានទេណាមកនេះសតុំគណៈទៅតកែវខេត្តខ្ញុំគណៈអាភិបប្រហែលថ្ងៃឈ្មោះហៅក្តៅសុទ្ធក្តៅខ្លាំងមែនទេតែពេលនេះគឺតិចបានបើគណៈបែបនេះសម្បូរទឹកសម្បូរដើមឈើជាងអញ្ចឹងទៅនោះទៅដាំដើមឈើមានដើមឈើនៅវត្តនេះណាឡើងអ្នកម្ដាយឃីវស៊ីណានឆ្ងល់ហើយថាទៅបាត់ហូរទៀតវិញម្សិលវិញនោះដល់ដាំផងយប់មកដល់ម៉ោងមកដល់2ទៅ10បានសម្រាប់ម៉ោង3មកនេះទៀតណាមកនេះទៀតហ្នឹងហើយមកដល់ហ្នឹងអ្នកតាំងសាំងតន់ក្រោយហ្នឹងដូច្នេះក្នុងព្រះបរមនាមសម្ដេចជាម្ចាស់នេះសូមត្រេកអរអនុមោទនាណានឹងអបអរសាទរដល់ក្រៃលែងចំពោះប្រតិស្ថាសៀនស្រុកព្រះជាគណៈអាចារ្យថ្វាព្រះសក្ខាបារមីប្រមេគុណខេត្តកំពង់ធំដែលជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសក្ខាបារមីកំពង់ធំរួមជាមួយវិធីធម្មការនិងសាសនាខេត្តកំពង់ធំអាជ្ញាធរដែនដីពុទ្ធបរិស័ទទាំងអស់អ្នកដែលបានយកបតីទុកដាក់ក្នុងវិស័យពុទ្ធិកសិក្សានិងព្រះសង្ឃណាគណៈតាមពិតមានពីរចំណុចដែលចង់និយាយនឹងហើយទី1ព្រះសង្ឃនិងពុទ្ធិកសិក្សាទី2ព្រះសង្ឃនិងសង្គមនឹងហើយបើឲ្យនិយាយឲ្យស្ដាប់ល្អនឹងងងកន្លះហ្នឹងហើយបានស្ដាប់ទៅពីរស់ហើយដល់ប៉ុន្តែគណៈសូមសង្ខេបដល់9 20នាទី9កន្លះគឺមិនឲ្យចប់គណៈ9កន្លះឲ្យចប់នឹងអញ្ចឹងដូចអ្វីដែលញោមជំទាវតំណាងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងឯកឧត្តមអភិបាលខេត្តណាឯកឧត្តមនួនបរតបាននៅភ្នំពេញឧស្សាហ៍ជួបខ្ញុំកណានឹងបានមានកម្មវិធីច្រើនឧស្សាហ៍ជួបនៅវត្តផ្ទុំហ្នឹងហើយនេះតំណាងអភិបាលរាជភ្នំពេញទៅជួបរហូតដល់តាំងពីមកធ្វើបានខេត្តកំពង់ធំនោះអត់ដែលបានជួបគ្នាគ្នាទៅនេះបានជួបកណាហ្នឹងហើយគាត់ជាអ្នកសកម្មមួយរូបណាក្នុងវិស័យពុទ្ធសាសនាក៏ដូចជាវិស័យមនុស្សធម៌ណាជួយច្រើនធ្វើការជាមួយប្រសងជាមួយខ្ញុំកណាភាពហ្នឹងអញ្ចឹងទី1ពុទ្ធិកសិក្សាគ្រប់កម្រិតទាំងអស់អ្នកដោយឡែកក្នុងទូទាំងខេត្តកំពង់ធំនេះដែលអាចរីកចម្រើននិងលូតលាស់ប្រឌិតទៅបានអាស្រ័យទី1គឺគណៈគ្រប់គ្រងមានព្រះមេគុណព្រះអនុគុណព្រះចៅធិការស្រីសង្ឃគ្រប់ឋានានុក្រមអាជ្ញាធរដែនដីនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ណារួមគ្នាដើម្បីជួយទំនុកបំរុងណារួមគ្នាជាធ្លុងមួយបើប្រតិស្ថានប្រឹងហើយគណៈគ្រប់គ្រងទាំងអស់ប្រឹង
ប៉ុន្តែគ្មានពុទ្ធបរិស័ទកញ្ញាគាត់តែដៃជួយជំនុំបំរុងបច្ច័យមួយទេទៅអត់រួចទេដូចវិញនេះអនុមោទទេអត់បានខេតជំនុំបំរុងបានកបៃតោនបច្ច័យ3លានហើយនឹងអ្វីនេះផ្សេងទៀតនេះជួយណាជួយជំនុំបំរុងអញ្ចឹងទាំងសម្ដេចសង្ឃទាំងខ្ញុំកណាបកណាម្ចាស់គ្រប់ព្រះអង្គជាសមណៈសក្យបុត្រក្នុងពុទ្ធសាសនមណ្ឌលដែលអាចត្រួតត្រងនៅសម្បត្តិកោសល្យវៈនេះអ្នកដើម្បីប្រព្រឹត្តនៅសាសនាប្រមចរិយធម៌នេះទៅបានគឺអាស្រ័យនឹងពុទ្ធបរិស័ទបានទំនុកបំរុងនៅបច្ច័យ4ណាហើយខ្ញុំកណាពេលថ្ងៃឧបោសថក្តីពេលកម្មវិធីផ្សេងក្តីនិយាយពាក្យមិនដឹងហើយជាពិសេសផ្ដាំផ្ញើថាមុននឹងធ្វើអ្វីត្រូវតែដឹងខ្លួនឯងថាអាត្មាអញជាសមណៈសក្យបុត្រក្នុងពុទ្ធសាសនាមណ្ឌលជាអ្នកបួសណាបានន័យថាទី1គោរពតាមធម៌វិន័យរបស់ព្រះមានប្រភេទទី2គោរពតាមលិខិតបទដ្ឋានច្បាប់នានាដែលមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះហ្នឹងឯណាហ្នឹងណាស់តែកណ្ណាម្ចាស់គ្រប់ព្រះអង្គមួយជួតភ្លេចខ្លួនឯងជាអ្នកបួសណាហ្នឹងហើយណាភ្លេចខ្លួនឯងជាអ្នកបួសទី1គោរពតាមធម៌វិន័យរបស់ព្រះមានប្រភេទទី2គោរពតាមច្បាប់បទដ្ឋានផ្សេងរបស់ព្រះរាជាណាចក្រកម្ពុជាណាហើយបាញ់មិញញោមជំទាវតំណាងរដ្ឋត្រីធម្មការតាមផ្ញើឲ្យថាត្រូវតែរៀនវ័យណាក៏ដោយណារៀនរហូតបើសម្ដេចសង្ឃរាជយកវិញ្ញាណដល់ជួនណាមានបរិយាបន្ទូលថារៀនរហូតដល់ថ្ងៃសុគតថ្ងៃបញ្ចប់ណានេះនៅក្នុងពធលោកសម្ដែងថាបើខ្ជិលណាកោសច្ចៈខ្ជិលជាឫសគល់មិនឲ្យបាននៅចំណេះដឹងហើយតែគ្មានចំណេះដឹងហើយជាឫសគល់មិនឲ្យបានស្វែងរកនៅទ្រព្យសម្បត្តិបានដោយងាយកាលណាបើគ្មានទ្រព្យសម្បត្តិទេជាឫសគល់នាំមិនឲ្យមានកល្យាណមិត្តគឺមិត្តល្អមិត្តជាសប្បុរសណាដូចថ្ងៃនេះប្រទេសស្ថាននេះញាតិញោមឲ្យដំលោកទាវណាមកចូលរួមបំពេញបុណ្យជួយជំនុំបំរុងច្រើនណាស់ហើយដល់គ្មានកល្យាណមិត្តល្អហើយនាំឲ្យយើងខ្វះនៅសេចក្តីសុខអត់បានសេចក្តីសុខទេគ្មានកល្យាណមិត្តណាអត់ដល់គ្មានសេចក្តីសុខហើយនាំឲ្យអីនាំឲ្យអត់មានបុណ្យហើយបើអត់មានសេចក្តីសុខនោះពាក្យថាសេចក្តីសុខជាឈ្មោះរបស់បុណ្យអញ្ចឹងដល់អត់សុខមានបុណ្យមកពីណាណាហើយដល់អត់បានបុណ្យនាំឲ្យអត់បានអីអត់បាននៅសេចក្តីឬពាក្យទៅពៀនអត់បាននៅទីប្រសពផ្សេងផ្សាំប្រកាយនេះគឺព្រះនិព្វាននេះបងស្ដែងអត្តសក្កតោសបាំងនោះហ្នឹងឯងបងចាំជាតិខាងហ្នឹងយកទៅទេសនាទៅណាហ្នឹងឯងហ្នឹងអញ្ចឹងកណាចូលរួមប៉ុណ្ណឹងខ្វះនាទីខ្វះ2នាទីទៀតចង់មកគេផ្សេងហ្នឹងឯណាពេលវេលាជាមានប្រាក់ណាមានតម្លៃហ្នឹងឯណាអញ្ចឹងបញ្ជាក់ខាងក្រោយបន្តិចទៀតថាពេលនេះសង្គមកម្ពុជាទាំងមូលត្រូវការសាមគ្គីទាំងអស់ទាំងបព្វជិតទាំងប្រកបលោកគ្នាដើម្បីកសាងជាតិមាតុភូមិនិងព្រះពុទ្ធសាសនារបស់យើងណាពេលនេះចំហើយហើយបានខែនឹងញោមខាងតំណាងរដ្ឋមន្ត្រីក៏បានបញ្ជាក់ហើយដែរហើយជាពិសេសទេពស្ថាព្រះស្ថាបារមីព្រះមេគុណហើយនិងមន្ត្រីសង្ឃមួយចំនួនបានចូលរួមអនុសង្វច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងទៅនេះណាកាលនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាហើយជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាប្របាទសម្ដេចព្រះបរមនាថ
នរោត្តមសីហមុនីព្រះមហាក្សត្រនៃបរិយាកាសកម្ពុជាបានចូលរួមដល់គង់ពួកក្នុងពិធីបាញ់ហើយក្នុងចំណុចទាំងអស់នោះគាត់ក៏មានប្រសាសន៍ដែរគាត់ថាសូមសម្ដេចព្រះសង្ឃនិងព្រះសង្ឃគ្រប់ឋានានុក្រមទាំងអស់ជាពិសេសព្រះចៅអធិការវត្តទូទាំងព្រះរាជាណាចក្រកម្ពុជានិងព្រះធម្មកថាចារ្យគ្រប់ព្រះអង្គជួយយកព្រះធម៌ដែលជាពាក្យព្រានរបស់ពាក្យព្រានបដៅរបស់ព្រះពុទ្ធបរមគ្រូនៃយើងជួយសម្ដែងបង្រៀនប្រាប់ដល់យុវជនទាំងអស់អ្នកតាមភូមិសង្កាត់ដើម្បីឲ្យមានសុខវត្ថិភាពហ្នឹងហើយណាដើម្បីឲ្យគេចផុតអំពីគ្រឿងស្រវឹងគ្រឿងញៀននិងអបាយមុខផ្សេងនេះជាការជួយដល់សង្គមធំធេងណាស់ហ្នឹងហើយឲ្យមានបណ្ដងទុំស្មើនេះណាហ្នឹងហើយតែបានសំដែងទៅខ្លះវាអត់ស្ដាប់ទៀតនោះណាហ្នឹងហើយណាអញ្ចឹងជួយទោះយ៉ាងម៉េចក៏ជួយដែរណានេះដែលចូលរួមដល់ម៉ោងមុននេះទៅសុំមួយនាទីចង់និយាយពាក្យមានលើពាក្យមួយមិនខ្ញុំកណាអានថាធម្មរតនវិវត្តនីសុធាដល់ប្រទេសសថាអានថាធម្មរតនវិវត្តនាសុធាមិនចឹងហើយអានចំដូចគ្នាណាខ្លះអានណាខ្លះអានលាចឹងណាកណាចង់និយាយក្នុងម៉ាក់សិនអ្នករៀនបល័យមកតាមពិតបល័យនេះដល់យកមកធ្វើជាបរមងារអញ្ចឹងវាទៅជាខ្មែរនិយកម្មណាវាទៅជាខ្មែរវាខ្មែរនិយកម្មណាគេបំផ្លាញឲ្យមកជាភាសាខ្មែរចែកពីបល័យនេះអញ្ចឹងកាលណាអានជាសំនៀងខ្មែរអញ្ចឹងវាអានតាមខោស័កនិងអខោស័កណាដូចជាបល័យយើងសូត្របល័យគឺបល័យហៅថាមគ្គភាសាគឺត្រូវតែសូត្រទៅតាមសំនៀងរបស់ជាតិនីមួយឧបមាថាព្រះរាជាណាចក្រកម្ពុជានោះត្រូវតែសូត្រតាមសំនៀងខ្មែរអត់មានសូត្រតាមសំនៀងលង្កាអត់មានសូត្រតាមសំនៀងភូមិអត់ទេណាហ្នឹងហើយអត់មានតាមឡាវតាមភូមិតាមលង្កាដូចព្រះសង្ឃាព្រះសរិសង្ឃាមុនីបណ្ឌិតយ៉ងទៅដល់លោកទៅរៀននៅលង្កាសូត្រជាមួយលង្កាទៅដែរមិនមកខ្មែរសូត្រខ្មែរហ្នឹងហើយអញ្ចឹងសូត្រសម្លេងនេះដល់ពេលមកជាខ្មែរនិយកម្មគឺអានតាមសូរសម្លេងពេលនឹងច្រើនណាស់ណាគាត់គង់គាត់នេះបានតែ10 20នេះហើយយកមកជាមួយពីដូចជានៅក្នុងបរមនាមសម្ដេចមួយណាសម្ដេចព្រះមហាក្សត្រីព្រះស៊ីសវត្តកុកសមៈសេរីណាសេរីរដ្ឋសេរីវឌ្ឍនាត្រូវអានសេរីវឌ្ឍនាមកពីសេរីនេះជាអក្ខុសៈចឹងអានថាសេរីវឌ្ឍនាសេរីវិពុលាម្នាក់ហ្នឹងហើយណាអានហើយដល់ពេលនេះធម្មរតនវិវឌ្ឍនាមានអក្ខុសៈនៅលោកត្រូវអានវិវឌ្ឍនាអ្នកអបញ្ញាព្រឹទ្ធមហាវាសកាធម្មញាណវិវឌ្ឍនាបុត្រសៀងលីណានឹងមានងាយជាច្រើនណាមានហ្នឹងហើយអញ្ចឹងដល់អានតាមមើលបើមានអក្ខុសៈនៅមុខប្រទានអក្ខុសៈទាញយកឲ្យមានខុសៈនៅមុខក៏ទាញមកដែរណាប៉ុន្តែឃើញអានចឹងអានដូចគ្នាណាខ្លះអានណាអានលាឆ្ងល់ប៉ុន្តែអ្នកបល័យត្រូវយល់កន្លែងហ្នឹងណាហ្នឹងហើយ